សូមស្វាគមន៍មកកាន់រឿងកំ pl ែងចំណងជើងថាព្រះនាងចុងភៅជើងខ្លាំងប្រចាំរោងចក្រសូមអញ្ជើញទស្សនាដោយក្តីសប្បាយរីករាយទាំងអស់គ្នាព្រះនាងទេវីដើរចូលរោងចក្រកាត់ដេរជាលើកទី1ដោយរឹកពាឆ្មាងឆ្មៃដូចម្ចាស់ក្សត្រីនាងស្លៀកពាក់ខោអាវកម្មករធម្មតាមែនប៉ុន្តែរបៀបដើររបស់នាងធ្វើឲ្យគ្រប់គ្នាផ្អើលមើលតាមមីងហុងដែលកំពុងដេរខោអាវក៏ផ្លាត់ដៃដេរជាប់មេដៃខ្លួនឯងព្រោះរវល់តែសម្លឹងមើលសម្រស់ទេវីបងម៉ៅដែលកំពុងរុញយទេសដឹកអីវ៉ាន់បានឃើញទេវីភ្លាមក៏ភាំងស្មារតីរហូតរុញយទេសបុកធុងសម្រាមផ្ងាជើងសម្រាមខ្ចាយពេញផ្លូវធ្វើឲ្យមេកាស្ទៃបន្ទក់បងម៉ៅយ៉ាងខ្លាំងនៅចំពោះមុខទេវីញញឹមបន្តិចរួចដើរទៅជួយលើកសម្រាមដែលធ្វើឲ្យបងម៉ៅរំភើបចិត្តចង់ហោះម៉ោងសម្រាប់បាយថ្ងៃត្រង់មកដល់ទេវីយកប្រអប់បាយរបស់នាងមកបើកញ៉ាំនៅក្នុងអាហារដ្ឋានរោងចក្រក្លិនម្ហូបរបស់នាងក្រអូបឈ្ងុយសាប់ពេញអាគាររហូតធ្វើឲ្យកម្មករផ្សេងទៀតលេបទឹកមាត់ក្អឹកមីងហុងដើរមកជិតរួចសុំផ្លោះមុខម្ហូបដែលមានឈ្មោះថាកងកែបបោកគ្រឿងវាំងក្រនតែដាក់ចូលមាត់ភ្លាមមីងហុងក៏ធ្វើភ្នែកស្លក់ព្រោះរសជាតិម្ហូបនោះឆ្ងាញ់ដូចអាហារទឹកពីសួរនាងស្រែកប្រកាសប្រាប់អ្នករោងចក្រទាំងអស់ថាម្ហូបនេះមិនដែលឃើញមានលក់នៅតាមផ្សារឡើយទេវីញញឹមញ៉ាំងស្រស់បោះរួចប្រាប់ថានេះគឺជាមរតកពីជីដូនរបស់នាងដែលធ្លាប់ជាជុងភៅខនវាំងយាយសយដែលជាម្ចាស់តូបបាយមុខរោងចក្របានឮដំណឹងនេះក៏មានអារម្មណ៍ច្រណែននិងខឹងសម្បាយ៉ាងខ្លាំងគាត់ដើរចូលមកឌឺដងឲ្យទេវីថាគ្រាន់តែម្ហូបថោកទាបគឺមានអ្វីអស្ចារ្យដោយបាយស្រូបរបស់គាត់ឡើយទេវីមិនតបតអ្វីទាំងអស់នាងគ្រាន់តែញញឹមហើយហុចបាយមួយម៉ាត់ឲ្យយាយសយភ្លក់យាយសយភ្លក់រួចក៏ស្ងាត់មាត់ឈឹងព្រោះរសជាតិម្ហូបនោះធ្វើឲ្យគាត់ចង់ហូរទឹកភ្នែកដោយភាពឆ្ងាញ់គាត់ដើរចេញទាំងអាម៉ាស់ស្របពេលដែលកម្មករផ្សេងទៀតចាប់ផ្ដើមសុំឲ្យទេវីបង្រៀនធ្វើម្ហូបបែបនេះខ្លះទេវីយល់ព្រមបង្រៀនមិត្តភក្តិឲ្យធ្វើម្ហូបវាំងដើម្បីយកទៅលក់នៅផ្សារក្រោយពេលចេញពីធ្វើការល្ងាចឡើងទេវីនាំមិត្តភក្តិទៅផ្សារដើម្បីទិញគ្រឿងផ្សំសម្រាប់ធ្វើម្ហូបលក់នៅថ្ងៃបន្ទាប់បងម៉ៅស្ម័គ្រចិត្តធ្វើជាអ្នកយាមកង់និងជួយកាន់កន្ត្រកបន្លែឲ្យទេវីដោយមិនគិតកម្លៃគ្រប់គ្នាដែលឃើញបងម៉ៅជួយទេវីនាំគ្នាសើចនិងចំអន់ថាបងម៉ៅចង់ក្លាយជាព្រះអង្គម្ចាស់កំឡោះនៅផ្ទះជួលតូចមួយទេវីចាប់ដើមបង្ហាញពីបច្ចេកទេសហាន់បន្លែដែលមានក្បូរក្បាច់រចនាប្លែកភ្នែកនាងហាន់ការ៉ុតចិនជាសន្តាងផ្កាឈូកយ៉ាងសាទដែលធ្វើឲ្យមីងហុងបើកភ្នែកធំដោយភាពស្ញប់ស្ញែងពួកគេចាប់ផ្ដើមធ្វើម្ហូបតាមការណែនាំរបស់ទេវីយ៉ាងសប្បាយរីករាយស្អែកឡើងទេវីនិងក្រុមមិត្តភក្តិបានរៀបចំទូបតូចមួយនៅក្បែររបងរោងចក្រដើម្បីលក់ម្ហូបដែលបានធ្វើឈ្មោះម្ហូបនីមួយគឺប្លែកៗដូចជាញ៉ាំត្រីវៀងសួរនិងសម្លម្ជូរគ្រឿងរាជវង្សអ្នកដែលដើរកាត់ទូបនោះម្នាក់ស្រឡាំងកាំងនឹងក្លិនឈ្ងុយនិងការរៀបចំយ៉ាងប្រណីយាយស៊ុយមិននៅស្ងៀមឡើយក៏បានជួលក្មេងៗឲ្យមកស្រែករំខាននិងបង្កចលាចលនៅមុខទូបរបស់ទេវីប៉ុន្តែបងម៉ៅបានចេញមុខការពារដែលប្រើក្បាច់គុណអ្នកដឹកអីវ៉ាន់ដេញក្មេងៗទាំងនោះឲ្យរត់បាត់ជើងសព្រាតអ្នកភូមិចាប់ផ្ដើមមកតម្រង់ជួរទិញម្ហូបរបស់ទេវីរហូតដាច់ស្តុកក្នុងរយៈពេលត្រឹមតែកន្លះម៉ោងភាពល្បីល្បាញរបស់ទេវីបានរាលដាលពេញភូមិរហូតដល់មេភូមិក៏មកទិញម្ហូបរបស់នាងទៅសោយដែរមេភូមិសរសើរមិនដាច់ពីមាត់ថាម្ហូបនេះធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនឯងក្លាយជាស្ដេចក្នុងមួយរំពេចទេវីចាប់ផ្ដើមមានលុយសន្សំកាន់តែច្រើនហើយនាងក៏ចែករំលែកប្រាក់ចំណេញឲ្យមិត្តភក្តិស្មើគ្នាយាយសយខឹងខ្លាំងពេកក៏សម្រេចចិត្តទៅលួចដាក់គ្រឿងអាក្រក់ក្នុងឆ្នាំងសម្លរបស់ទេវីនៅពេលដែលគ្រប់គ្នាមិនស្រួលគាត់លួចដាក់អំបិលមួយថង់ធំចូលក្នុងឆ្នាំងសម្លម្ជូរគ្រឿងដើម្បីឲ្យវាប្រៃខ្លាំងរហូតញ៉ាំមិនកើតទេវីដើរមកឃើញអាកប្បកិរិយាប្លែកៗរបស់យាយសយដែលកំពុងលួចដើរចេញពីផ្ទះបាយទេវីសង្ស័យក៏ភ្លក់ទឹកសម្លភ្លាមរួចនាងក៏ដឹងថាមានគេលួចដាក់អំបិលចូលយ៉ាងច្រើននាងមិនតក់ស្លួតឡើយនាងបានប្រើវិធីសាស្ត្រសម្ងាត់ដោយដាក់ដំឡូងបារាំងនិងស្ករត្នោតបន្ថែមដើម្បីបន្សាបជាតិប្រៃលទ្ធផលគឺសម្លនោះកាន់តែមានរសជាតិដិតដល់និងឆ្ងាញ់ជាងមុនទៅទៀតដែលជាការច្នៃប្រឌិតថ្មីនៅថ្ងៃសៅរ៍មានការប្រកួតធ្វើម្ហូបក្នុងភូមិដើម្បីអបអរសាទរបុណ្យភូមិប្រចាំឆ្នាំយាយសយបានចុះឈ្មោះប្រកួតដើម្បីចង់ឈ្នះទេវីនិងដណ្ដើមប្រជាប្រិយភាពមកវិញទេវីក៏យល់ព្រមចូលរួមប្រកួតដែរតាមការអង្វររបស់បងម៉ៅនិងមីងហុង
គណៈកម្មការប្រកួតមានលោកមេភូមិនិងតារាចម្រៀងល្បីប្រចាំភូមិម្នាក់ដែលមានរហស្សនាមថាអាសង្ហាយាយសុយធ្វើមុខម្ហូបប្រចាំត្រកូលរបស់គាត់គឺត្រីញៀតអាំងនិងបាយកកគាត់អួតថាម្ហូបនេះសាមញ្ញតែមានជាតិខ្លាំងបំផុតចំណែកទេវីវិញនាងបានធ្វើមុខម្ហូបមួយដែលមានឈ្មោះថាបុប្ផាលែកខ្លួនកណ្ដាលវាំងវាគឺជាការរួមបញ្ចូលគ្នារវាងបន្លែស្រស់ៗនិងសាច់ដែលមានរសជាតិផ្អែមប្រៃល្មមនៅពេលនាងកំពុងធ្វើម្ហូបបងម៉ៅបានមកឈរជួយបុកដង្ហើមឲ្យនាងយ៉ាងយកចិត្តទុកដាក់ខណៈពេលកំពុងប្រកួតស្រាប់តែមានឆ្កែមួយក្បាលរត់មកបុកតួរបស់យាយសុយធ្វើឲ្យគ្រឿងផ្សំធ្លាក់ឲ្យពីតុយាយសុយស្រែកយំខ្លាំងៗព្រោះគ្មានគ្រឿងធ្វើម្ហូបបន្តទៀតឡើយទេវីឃើញបែបនេះក៏ហុចគ្រឿងផ្សំខ្លះរបស់នាងទៅឲ្យយាយសុយដោយមិនស្ដាយស្រណោះធង្វើដ៏ល្អរបស់ទេវីធ្វើឲ្យអ្នកភូមិទាំងអស់ទះដៃអបអរសាទរចំពោះទឹកចិត្តដ៏ទូលាយរបស់នាងយាយសុយមានអារម្មណ៍ខ្មាស់អៀនបន្តិចប៉ុន្តែគាត់ក៏បន្តធ្វើម្ហូបរហូតដល់ចប់សព្វគ្រប់ដល់ពេលដែលគណៈកម្មការត្រូវភ្លក់រសជាតិម្ហូបរបស់បេក្ខជននីមួយៗហើយលោកមេភូមិភ្លក់ម្ហូបយាយសៃមុនគេរួចគាត់និយាយថាជាម្ហូបដែលញ៉ាំហើយធ្វើឲ្យនឹកឃើញសម័យដើមបន្ទាប់មកគណៈកម្មការភ្លក់ម្ហូបរបស់ទេវីដែលមើលទៅមានសោភ័ណភាពស្រស់ស្អាតខ្លាំងណាស់គ្រាន់តែដាក់ចូលមាត់ភ្លាមគណៈកម្មការម្នាក់ៗធ្វើមុខដូចកំពុងហោះលើអាកាសតារាចម្រៀងអាសង្ហានិយាយថាម្ហូបនេះគឺជាស្នាដៃឯកដែលលោកមិនដែលធ្លាប់ជួបក្នុងជីវិតឡើយទេវីត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វាន់ឯកក្នុងការប្រកួតធ្វើម្ហូបប្រចាំភូមិយាយសុយដើរមកសុំទោសទេវីចំពោះរឿងកន្លងមកដែលគាត់ធ្លាប់ធ្វើបាបនាងទេវីអត់ទោសឲ្យយាយសុយហើយថែមទាំងបបួលយាយសុយមកធ្វើការជាមួយគ្នានៅក្នុងអាជីវកម្មថ្មីនាងមានគម្រោងបើកភោជនីយដ្ឋានមួយដែលមានឈ្មោះថាព្រះនាងរោងចក្រដើម្បីជួយកម្មករដទៃទៀតដំណឹងនេះធ្វើឲ្យកម្មកររោងចក្រទាំងអស់ត្រេកអរជាខ្លាំងបងម៉ៅបានយកលុយសំរបស់គាត់ទាំងអស់មកសុំចូលរំហ៊ុនជាមួយទេវីដែរគាត់និយាយទាំងអៀនព្រានថាគាត់មិនចង់បានចំណេញទេគឺចង់តែនៅក្បែរចុងភៅស្អាតម្នាក់នេះទេវីសើចក្អាកក្អាយរត់យល់ព្រមទទួលយកសំណើរបស់បងម៉ៅភ្លាមថ្ងៃបើកសម្ពោធហាងទេវីបានរៀបចំជប់លៀងយ៉ាងធំដុំសម្រាប់កម្មកររោងចក្រទាំងអស់ញ៉ាំហ្វ្រីមានតន្ត្រីអាយ៉ៃឆ្លៃឆ្លងគ្នាយ៉ាងសប្បាយរីករាយនៅមុខហាងដែលទើបនឹងបើកមីងហុងស្លៀកពាក់ខោអាវឆើតឆាយពេករហូតដល់ចំពុកជើងដួលចូលក្នុងធុងទឹកកកគ្រប់គ្នាសើចក្អាកក្អាយពេលឃើញមីងហុងងើបមកវិញមានដុំទឹកកកជាប់នឹងសក់ក្បាលបងម៉ៅចាប់ផ្ដើមរាំក្បាច់ពិសេសរបស់គាត់ដែលមើលទៅដូចសត្វក្រៀលរកចំណីពេលវីឈរមើលមិត្តភក្តិដោយភាពកក់ក្ដៅនិងមានសេចក្តីសុខក្នុងចិត្តបំផុតស្រាប់ក៏មានភ្ញៀវម្នាក់ដែលជាញាក់មានមកពីទីក្រុងបានមកសុំទិញរូបមន្តម្ហូបរបស់ទេវីក្នុងតម្លៃខ្ពស់ទេវីបដិសេធមិនលក់រូបមន្តឡើយព្រោះនាងចង់រក្សាវាទុកសម្រាប់ញាក់ភូមិរបស់នាងប៉ុណ្ណោះភ្ញៀវរូបនោះកោតសរសើរទឹកចិត្តនាងយ៉ាងខ្លាំងរួចក៏ក្លាយជាអតិថិជនប្រចាំហាងយាយសុយឥឡូវនេះក្លាយជាជំនួយការម្នាក់ដ៏ចំណានរបស់ទេវីក្នុងផ្ទះបាយគាត់លេងមានចិត្តចំណែនទៀតតែបែរជាចូលជូតបងអាប់បងម៉ៅជាមួយទេវីទៅវិញគាត់តែងតែនិយាយថាបងម៉ៅអើយប្រយ័ត្នភ្នាក់នាងហោះទៅវាំងវិញបាត់ទៅបងម៉ៅឆ្លើយតបវិញថាទោះបីទេវីជាព្រះនាងពិតមែនក៏បងម៉ៅស្ម័គ្រធ្វើជាអ្នកបម្រើបេះដូងរហូតដល់ចាស់ទេវីអៀនឡើងក្រហមមុខរួចក៏យកវែកទឹករបស់នាងមកវេក្បាលបងម៉ៅតិចៗដោយក្តីស្រឡាញ់កម្មករដទៃទៀតនាំគ្នាហូរកញ្ជ្រៀវពេញហាងបាយយប់នោះបងម៉ៅបាននាំទេវីទៅដើរលេងតាមវាលស្រែក្រោមពន្លឺព្រះច័ន្ទពេញបូមីពួកគេជជែកគ្នាពីគម្រោងអនាគតនិងរបៀបពង្រីកហាងឲ្យកាន់តែធំជាងមុនបងម៉ៅសន្យាថានឹងមើលថែទេវីឲ្យដូចជាម្ចាស់ក្សត្រីពិតប្រាកដជានិច្ចរឿងរ៉ាវរបស់ព្រះនាងចុងភៅរោងចក្របានក្លាយជាប្រធានបទដ៏ល្បីល្បាញពេញស្រុកស្រែគ្រប់គ្នាដឹងថាមិនថាយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយបើមានចំណេះដឹងនិងទឹកចិត្តល្អភាពជោគជ័យនឹងមកដល់ទេវីបានក្លាយជាមោទនភាពរបស់កម្មកររោងចក្រទាំងអស់ចង់បញ្ចប់បងម៉ៅនិងទេវីបានរៀបការជាមួយគ្នាដោយមានម្ហូបការជាមុខម្ហូបវាំងទាំងអស់ញាក់ភូមិនិងកម្មកររោងចក្ររំលេងយ៉ាងសប្បាយរីករាយរហូតដល់ភ្លឺរឿងនេះអត់ចប់ទៅដោយស្នាមញញឹមភាពរីករាយនិងរសជាតិម្ហូបដែលមិនអាចបំភ្លេចបាន